ឈឺចុករោកាហាយបាតជើងតែងតែមានការសង្ស័យទៅលើការធ្លាស់ក្រេកឬក៏បញ្ហាធម្មតាមួយដែលពុកម៉ែបងប្អូនយើងមើលរំលងទៅលើបញ្ហាដែលខ្លាំងចំពោះវីដេអូនេះនាងខ្ញុំចង់ចែករំលែកជាមួយនឹងប្រធានបទមួយដែលនាងខ្ញុំមើលឃើញថាវាល្អហើយមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានអាការៈឈឺនៅតំបន់បាតជើងចាប្រធានបទនេះដែលគេហៅថាប្រភេទជំងឺរលាកសរសៃពោះបាតជើងជំងឺរលាកសរសៃពោះបាតជើងគឺជាជំងឺប្រអប់ជើងទូទៅមួយដែលបណ្ដាលឲ្យមានការឈឺចាប់នៅកែងជើងបាតជើងហើយជួនកាលចូលទៅក្នុងតំបន់ផ្នែកកោងនៃបាតជើងយើងផងដែរចាចំពោះបញ្ហារលាកសរសៃពោះបាតជើងនេះមានរោគសញ្ញាហើយនឹងមូលហេតុបង្កជាច្រើនហើយថ្ងៃនេះខ្ញុំចង់ចែកពីរោគសញ្ញាជូនដល់បងប្អូនទាំងអស់គ្នាដើម្បីសង្កេតឬក៏អង្កេតតាមដានទៅលើសញ្ញាដែលខ្លួនឯងកំពុងតែបង្ហាញសពថ្ងៃហ្នឹងចារោគសញ្ញាទី1នៃបញ្ហារលាកសរសៃពោះបាតជើងនេះគឺឈឺចាប់យ៉ាងខ្លាំងនៅកែងជើងបាតជើងឬផ្នែកកោងនៃបាតជើងរបស់យើងចាហើយសម្រាប់សញ្ញាទី2នេះគឺការឈឺចាប់ជួនកាលត្រូវបានពណ៌នាថាជាអារម្មណ៍ក្រហាយឬក៏មានអាការៈចុកចាប់ហើយមានទំនោរកើនឡើងជាបន្តបន្ទាប់ដូច្នេះយើងសង្កេតមើលថាការឈឺចុកចាប់អារម្មណ៍ថាបែបក្រហាយដូចពេលខ្លះយើងត្រាំម្ទេសប្រឡាក់ម្ទេសមើលម្ទេសអញ្ចឹងដែលបងប្អូនយើងតែងតែនិយាយថាក្តៅក្រហាយបាតដៃបាតជើងក៏អាចជាសញ្ញានៃបញ្ហារលាកសរសៃពោះបាតជើងផងដែរហើយជារឿយៗវាធ្ងន់ធ្ងរបំផុតនៅពេលដែលមានទម្ងន់ត្រូវបានដាក់ពីលើជើងដំបូងបន្ទាប់មកសម្រាប់រយៈពេលយូរឬអសកម្មដូចជាពេលក្រោយពីគេងនៅពេលព្រឹកឬក៏ក្រោកឈរឡើងបន្ទាប់ពីអង្គុយយូរចាអញ្ចឹងសង្កេតមើលកំឡុងពេលយើងក្រោកឈរឬក៏យើងអង្គុយយូរឬក៏ពេលដែលយើងគេងតែចាប់ផ្ដើមក្រោកឡើងមកវិញអាការៈឈឺចាប់នៅតំបន់បាតជើងចុកចាប់ឬក៏កាហាយបាតជើងឬក៏ផ្នែកកោងនៃបាតជើងរបស់យើងហ្នឹងក៏ជាសញ្ញាដែលបញ្ជាក់អំពីការរលាកសរសៃពោះបាតជើងផងដែរចាសម្រាប់សញ្ញាមួយទៀតនេះគឺការឈឺចាប់ក៏ធ្វើឲ្យយើងកាន់តែអាក្រក់ទៅណាបន្ទាប់ពីឈរឬរត់ក្នុងរយៈពេលយូរឬក៏ចម្ងាយឆ្ងាយនេះគឺជាសញ្ញាខ្លះដើម្បីសម្គាល់អំពីរោគសញ្ញានៃបញ្ហារលាកសរសៃពោះបាតជើងយើងហើយការចែករំលែកនេះគ្រាន់តែជាព័ត៌មានបន្ថែមក្នុងការថែទាំសុខភាពកុំឲ្យយើងប្រឈមជាមួយនឹងបញ្ហាធំឬក៏ធ្ងន់ធ្ងរនៅថ្ងៃខាងមុខដែរហើយបើសិនជាពុកម៉ែអពុកមីងដែលមានអាការៈខុសប្លែកណាមួយគួរតែប្រញាប់ទៅជួបជាមួយនឹងអ្នកជំនាញដើម្បីតាមដានក៏ដូចជាដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលាហើយប្រសិនបើមានអាការៈឈឺតាមបាតដៃបាតជើងក្តៅក្រហាយបាតដៃបាតជើងឬក៏បញ្ហាលើសជាតិអាស៊ីតលើសជាតិស្ករឬក៏មានបញ្ហារលាកប្រព័ន្ធប្រសាទនៃរាងកាយណាមួយដែលដោះស្រាយកន្លងមកមិនមានប្រសិទ្ធភាពហើយចង់បំបត្តិបញ្ហាទាំងអស់នេះនាងខ្ញុំសូមណែនាំជាមួយនឹងផលិតផលវីហូបដែលជាផលិតផលធម្មជាតិស្តង់ដារហើយមានគុណភាពខ្ពស់ជួយបំបត្តិរាល់បញ្ហានិងអាការៈដែលនាងខ្ញុំបានរៀបរាប់មុននេះបើសិនបើអពុកមីងពុកម៉ែបងប្អូនដែលកំពុងតែទស្សនាជាមួយនឹងវីដេអូនេះយល់ថាអត្ថបទមួយនេះមានប្រយោជន៍ក្នុងការថែទាំសុខភាពសូមកុំភ្លេចធ្វើការ share ឬក៏ subscribe ជាមួយនឹង channel YouTube ឬក៏កុំភ្លេច follow page ម្នាក់មួយផងហើយមានជាចម្ងល់ឬក៏បញ្ហាអាចឆាតមកសួរឬក៏ call តាមរយៈលេខទូរស័ព្ទនេះបាននាងខ្ញុំសុកលីនចាសសូមអរគុណនិងសូមគោរពលាជួបគ្នាទៅនឹងវីដេអូក្រោយនាងខ្ញុំនឹងបកស្រាយអំពីបញ្ហាជាមូលហេតុដែលបណ្ដាលឲ្យយើងមានបញ្ហារលាកសរសៃពោះបាតជើងនេះផងដែរ